ទម្លាប់គឺជាអេយ៉ាបទដែលត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀតគ្រប់គ្រាន់ល្មមនិងប្រែក្លាយជាស្វ័យប្រវត្តិដំណើរការនៃការបង្កើតទម្លាប់ចាប់ផ្ដើមឡើងដោយសារការសាកល្បងនិងការបង្កើតកំហុសឆ្គងនៅពេលណាដែលអ្នកជួបប្រទះស្ថានភាពថ្មីៗនៅក្នុងជីវិតខួរក្បាលរបស់អ្នកនឹងត្រូវធ្វើការសម្រេចចិត្តតើខ្ញុំត្រូវឆ្លើយតបបែបណាចំពោះបញ្ហានេះលើកទី1ដែលអ្នកត្រូវឆ្លងកាត់បញ្ហាអ្នកនឹងមិនច្បាស់ចិត្តថាតើត្រូវដោះស្រាយវាដោយរបៀបណាឡើយនៅក្នុងកំឡុងពេលនេះសកម្មភាពសរសៃប្រសាទនៅក្នុងខួរក្បាលរបស់អ្នកនឹងមានកម្រិតខ្ពស់អ្នកកំពុងពិភាក្សាដោយក្តីប្រុងប្រយ័ត្នទៅលើស្ថានភាពនិងធ្វើការសម្រេចចិត្តប្រកបដោយមនសិការទៅលើរបៀបដែលត្រូវប្រតិបត្តិអ្នកកំពុងទទួលយកព័ត៌មានថ្មីៗជាច្រើននិងព្យាយាមយល់អំពីវាទាំងអស់ខួរក្បាលរបស់អ្នកកំពុងតែមមាញឹកសិក្សាទៅលើទិសដៅសកម្មភាពណាដែលមានប្រសិទ្ធភាពបំផុតម្ដងម្កាលវាមិនខុសអ្វីពីឆ្មាដែលកំពុងតែសង្កត់ទៅលើកន្លឹះនោះទេអ្នកបានរៀនសូត្រអំពីអ្វីយ៉ាងដោយមិនបានរំពឹងទុកទៅលើដំណោះស្រាយមួយអ្នកកំពុងតែមានអារម្មណ៍ថាថប់អារម្មណ៍ហើយអ្នកក៏រកឃើញថាការចេញទៅរត់នឹងជួយរងាប់អារម្មណ៍របស់អ្នកបានអ្នកហេវហត់ខួរក្បាលពីថ្ងៃធ្វើការដ៏វែងអន្លាយមួយហើយអ្នកគិតថាការលេងវីដេអូហ្គេមនឹងជួយបន្ធូរអារម្មណ៍ដល់អ្នកបន្ទាប់ពីអ្នកបានរកឃើញនៅរង្វាន់ដែលមិនបានរំពឹងទុករួចមកអ្នកក៏ផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់អ្នកសម្រាប់លើកក្រោយទៀតខួរក្បាលរបស់អ្នកក៏នឹងចាប់ផ្ដើមរៀបចំកាតាឡុកទៅលើព្រឹត្តិការណ៍ដែលបានកើតឡើងមុននឹងទទួលបានរង្វាន់ទាំងនោះនេះគឺជាវដ្តនៃការឆ្លើយតបនៅពីក្រោយអាកប្បកិរិយាទាំងអស់របស់មនុស្សសាកល្បងបរាជ័យរៀនសាកល្បងខុសពីមុនជាមួយនឹងការអនុវត្តចលនាដែលអត់ប្រយោជន៍នឹងត្រូវរលាយបាត់ហើយសកម្មភាពដែលមានប្រយោជន៍នឹងត្រូវបានពង្រឹងឡើងវិញនោះឯងគឺជាការបង្កើតទម្លាប់នៅពេលណាដែលអ្នកប្រឈមមុខនឹងបញ្ហាម្ដងហើយម្ដងទៀតនោះខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមធ្វើស្វ័យប្រវត្តិកម្មទៅលើដំណើរការដោះស្រាយបញ្ហារបស់វាទម្លាប់របស់អ្នកគឺគ្រាន់តែដោះស្រាយដោយស្វ័យប្រវត្តិជាបន្តបន្ទាប់ដែលដោះស្រាយបញ្ហានិងភាពតានតឹងដែលអ្នកប្រឈមមុខជាប្រចាំតែប៉ុណ្ណោះទម្លាប់គឺគ្រាន់តែជាដំណោះស្រាយដែលអាចឲ្យយើងជឿទុកចិត្តបានចំពោះបញ្ហាដែលកំពុងកើតឡើងដដែលម្ដងហើយម្ដងទៀតនៅក្នុងបរិស្ថានរបស់យើងតែប៉ុណ្ណោះនៅពេលដែលទម្លាប់ត្រូវបានបង្កើតឡើងកម្រិតនៃសកម្មភាពនៅក្នុងខួរក្បាលក៏ថយចុះអ្នករៀនដោះស្រាយទៅលើសញ្ញាជំរុញដែលព្យាករអំពីភាពជោគជ័យនិងមិនអើពើទៅលើអ្វីៗផ្សេងទៀតឡើយនៅពេលដែលស្ថានភាពស្រដៀងគ្នានេះកើតឡើងនាពេលអនាគតនោះអ្នកនឹងដឹងច្បាស់អំពីអ្វីដែលត្រូវសម្លឹងរកអ្នកមិនចាំបាច់ពិភាក្សាទៅលើគ្រប់ជ្រុងជ្រោយនៃស្ថានភាពទាំងអស់នោះទេខួរក្បាលរបស់អ្នកបានរំលងពីលើដំណើរនៃការសាកល្បងនិងកំហុសឆ្គងហើយបង្កើតគោលការណ៍ផ្នែកខួរក្បាលបើសិនជាអញ្ចេះច្បាស់ជាអញ្ចឹង script នៃការយល់ដឹងទាំងនេះអាចត្រូវបានអនុវត្តស្វ័យប្រវត្តិនៅពេលណាដែលស្ថានភាពមានភាពសមស្របឥឡូវនេះនៅពេលណាដែលមានអារម្មណ៍តានតឹងអ្នកនឹងមានអារម្មណ៍ចង់រត់ជាខ្លាំងតារាបណាអ្នកដែលឆ្លងកាត់មាត់ទ្វារចេញពីកន្លែងការងារមកវិញនោះអ្នកនឹងច្បាមយកដៃហ្គេមជំរឿនមួយដែលធ្លាប់តែទាមទារឲ្យមានការខិតខំប្រឹងប្រែងឥឡូវនេះក៏ប្រែក្លាយទៅជាស្វ័យប្រវត្តិហើយទម្លាប់មួយក៏ត្រូវបានបង្កើតឡើងទម្លាប់គឺជាផ្លូវកាត់ផ្នែកខួរក្បាលដែលត្រូវបានរៀនសូត្រចេញពីបទពិសោធន៍នៅក្នុងន័យមួយនេះទម្លាប់គឺគ្រាន់តែជាការចងចាំអំពីជំហានដែលអ្នកបានធ្វើតាមពីមុនដើម្បីដោះស្រាយបញ្ហាណាមួយកាលពីអតីតកាលតែប៉ុណ្ណោះនៅពេលណាដែលមានលក្ខខណ្ឌមានភាពត្រឹមត្រូវហើយនោះអ្នកនឹងអាចពឹងលើការចងចាំមួយនេះនិងអនុវត្តដំណោះស្រាយដូចគ្នានេះដោយស្វ័យប្រវត្តិហេតុផលចម្បងដែលខួរក្បាលត្រូវចងចាំអំពីអតីតកាលនោះគឺដើម្បីធ្វើការព្យាករណ៍ឲ្យបានប្រសើរជាងមុនទៅលើអ្វីដែលនឹងប្រព្រឹត្តនាពេលអនាគតការបង្កើតទម្លាប់គឺផ្ដល់នូវអត្ថប្រយោជន៍ដល់មិនគួរជាមួយព្រោះសម្បញ្ញៈគឺជាឧបសគ្គនៃខួរក្បាលវាអាចយកចិត្តទុកដាក់ទៅលើបញ្ហាមួយក្នុងពេលតែមួយតែប៉ុណ្ណោះជាលទ្ធផលខួរក្បាលរបស់អ្នកតែងតែធ្វើការដើម្បីរក្សាការយកចិត្តទុកដាក់ដោយមនសិការរបស់អ្នកសម្រាប់រាល់កិច្ចការទាំងឡាយណាដែលចាំបាច់បំផុតនៅពេលណាដែលអាចទៅរួចសម្បញ្ញៈនឹងចូលចិត្តប្រគល់ភារកិច្ចទៅកាន់អនុសម្បញ្ញៈឲ្យធ្វើជំនួសដោយស្វ័យប្រវត្តិនេះគឺជាអ្វីដែលកើតឡើងពិតប្រាកដនៅពេលដែលទម្លាប់ត្រូវបានបង្កើតឡើងទម្លាប់បានកាត់បន្ថយបន្ទុកនៃការយល់ដឹងនិងបង្កើនសមត្ថភាពខួរក្បាលដូច្នេះអ្នកអាចលៃការយកចិត្តទុកដាក់របស់អ្នកទុកសម្រាប់កិច្ចការផ្សេងៗទៀតបាទបើទោះបីជាពួកវាមានប្រសិទ្ធភាពយ៉ាងណាក៏ដោយក៏មនុស្សមួយចំនួននៅតែមានមន្ទិលចំពោះអត្ថប្រយោជន៍នៃទម្លាប់ដដែលការអះអាងនិងប្រព្រឹត្តទៅដូចជាតើទម្លាប់នឹងធ្វើឲ្យជីវិតខ្ញុំអាប់អួរដែរទេខ្ញុំមិនចង់បង្ខំខ្លួនឯងឲ្យធ្លាក់ចូលទៅក្នុងរបៀបរស់នៅដែលខ្ញុំមិនពេញចិត្តនោះទេតើទម្លាប់អនុវត្តដដែលច្រើនពេកមិនបំផ្លាញដល់ភាពរស់រវើកនិងដំណើរប្រព្រឹត្តទៅឯងនៃជីវិតឬ Mr. តែមិនមានឡើយសំណួរបែបនេះនឹងបង្កើតបានជាភាពដាច់ដោយឡែកពីគ្នាដ៏មិនពិតមួយ
ឲ្យកើតមានឡើងពួកវានឹងធ្វើឲ្យអ្នកគិតថាអ្នកត្រូវតែជ្រើសរើសរវាងការកសាងទម្លាប់និងការទទួលបានសេរីភាពការពិតរបស់ទាំងពីរនេះគឺបំពេញគ្នាទៅវិញទៅមកទម្លាប់មិនបានរឹតបន្តឹងដល់សេរីភាពនោះទេពួកវាបង្កើតសេរីភាពទៅវិញទេតាមពិតទៅមនុស្សដែលមានទម្លាប់ចាត់ចែងដោះស្រាយច្រើនតែជាមនុស្សដែលមានសេរីភាពតិចបំផុតបើគ្មានទម្លាប់ល្អលើរឿងហិរញ្ញវត្ថុទេអ្នកនឹងរមែងត្រូវត្រដាប់ត្រដួសសម្រាប់ប្រាក់បន្ទាប់ជានិច្ចឥតឈប់ឈរបើគ្មានទម្លាប់ល្អលើរឿងសុខភាពទេអ្នកនឹងហាក់ដូចជាខ្វះថាមពលជានិច្ចបើគ្មានទម្លាប់ល្អលើរៀនសូត្រទេអ្នកនឹងមានអារម្មណ៍ហាក់ដូចជាខ្លួនចេះដឹងយូរជាងការរំពឹងទុកជានិច្ចប្រសិនបើអ្នកតែងតែត្រូវបានបង្ខំឲ្យធ្វើការសម្រេចចិត្តអំពីកិច្ចការដ៏សាមញ្ញដូចជាតើពេលណាអ្នកគួរតែហាត់ប្រាណតើអ្នកត្រូវទៅសរសេរនៅឯណាតើអ្នកត្រូវបង់វិក័យប័ត្រនៅពេលណាជាដើមនោះដូច្នេះអ្នកនឹងមានពេលកាន់តែតិចសម្រាប់សេរីភាពរបស់អ្នកជាក់ជាមិនខានមានតែការធ្វើឲ្យមូលដ្ឋានគ្រឹះនៃជីវិតកាន់តែងាយស្រួលតែប៉ុណ្ណោះទើបអាចបង្កើតលំហនៅក្នុងខួរក្បាលដែលចាំបាច់សម្រាប់សេរីភាពនៃការគិតនិងកំណត់ច្នៃប្រឌិតបានផ្ទុយទៅវិញប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់របស់អ្នកបានយ៉ាងល្អហើយមូលដ្ឋានគ្រឹះនៃជីវិតត្រូវបានដោះស្រាយនិងសម្រេចបានរួចរាល់សពគ្រប់វិញនោះខួរក្បាលរបស់អ្នកនឹងមានសេរីភាពក្នុងការផ្ដោតទៅលើបញ្ហាប្រឈមថ្មីនិងធ្វើជាម្ចាស់លើបណ្ដុំនៃបញ្ហាបន្តបានការកសាងទម្លាប់ក្នុងពេលបច្ចុប្បន្ននឹងអនុញ្ញាតឲ្យអ្នកធ្វើអ្វីៗដែលអ្នកចង់ធ្វើកាន់តែច្រើនឡើងបន្ថែមទៀតនៅក្នុងពេលអនាគតលំនាំ4ជំហានគឺជាឆ្អឹងខ្នងនៃគ្រប់ទម្លាប់ទាំងអស់ហើយខួរក្បាលរបស់អ្នកនឹងដំណើរការទៅតាមជំហានទាំងនោះក្នុងលំដាប់លំដោយដូចគ្នានៅរាល់គ្រានីមួយៗទាំងអស់ដំបូងគឺមានសញ្ញាជំរុញនិងជំរុញខួរក្បាលអ្នកឲ្យចាប់ផ្ដើមឥរិយាបថឡើងវាគឺជាព័ត៌មានបន្តិចបន្តួចដែលនឹងព្យាករអំពីរង្វាន់បុព្វបុរសនៅក្នុងសម័យវរេប្រវត្តិរបស់យើងបានយកចិត្តទុកដាក់ចំពោះសញ្ញាជំរុញដែលបានឲ្យសញ្ញាអំពីទីតាំងនៃរង្វាន់សំខាន់ៗដូចជាអាហារទឹកនិងការរួមភេទជាដើមសប្តាហ៍នេះយើងចំណាយពេលភាគច្រើនរបស់យើងក្នុងការសិក្សាមេរៀនដែលព្យាករអំពីរង្វាន់បន្ទាប់បន្សំដូចជាប្រាក់និងកិត្តិយសអំណាចនិងឋានៈការសរសើរនិងការយល់ព្រមសេចក្តីស្រឡាញ់និងមិត្តភាពឬអារម្មណ៍នៃការពេញចិត្តផ្ទាល់ខ្លួនជាដើមជាការពិតណាស់ការខិតខំទាំងនេះក៏ជួយឲ្យប្រសើរឡើងដោយប្រយោជន៍នៅឱកាសរស់រានមានជីវិតនិងការបន្តពូជរបស់យើងដែលជាហេតុផលដែលកាន់តែជ្រាលជ្រៅនៅពីក្រោយអ្វីៗគ្រប់យ៉ាងដែលយើងធ្វើផងដែរខួរក្បាលរបស់អ្នកកំពុងតែបន្តវិភាគទៅលើបរិយាកាសខាងក្នុងនិងខាងក្រៅសម្រាប់ការណែនាំអំពីកន្លែងដែលរង្វាន់កំពុងស្ថិតនៅដោយសារតែសញ្ញាជំរុញគឺជាសញ្ញាបង្ហាញប្រាប់ដំបូងដែលបង្ហាញថាយើងចិត្តបានរង្វាន់ហើយដូចនេះវានឹងនាំយើងទៅរកចំណង់ដោយឯងចំណង់គឺជាជំហានទី2ហើយពួកវាគឺជាកម្លាំងជំរុញដែលស្ថិតនៅពីក្រៅរាល់ទម្លាប់ទាំងអស់ប្រសិនបើគ្មានកម្រិតនៃកម្លាំងបណ្ដាចិត្តឬក៏បំណងប្រាថ្នាមួយចំនួនហើយប្រសិនបើគ្មានការចង់បានការផ្លាស់ប្ដូរចំណង់ទេនោះយើងក៏គ្មានហេតុផលដើម្បីធ្វើសកម្មភាពដូចគ្នាអ្វីដែលអ្នកចង់បាននោះគឺមិនមែនជាទម្លាប់នោះទេប៉ុន្តែគឺជាការផ្លាស់ប្ដូរក្នុងស្ថានភាពដែលវាផ្ដល់ឲ្យនោះឯងអ្នកមិនចង់ជួបបរិយទេប៉ុន្តែអ្នកចង់បានអារម្មណ៍ធូរស្រាលដែលវាផ្ដល់ឲ្យអ្នកមិនទទួលបានការជំរុញចិត្តតាមរយៈការដុសធ្មេញរបស់អ្នកនោះទេប៉ុន្តែអ្នកទទួលបានការជំរុញចិត្តតាមរយៈអារម្មណ៍ដែលមាត់ជ្រះស្រឡះល្អទៅវិញអ្នកមិនចង់បើកទូរទស្សន៍ទេប៉ុន្តែអ្នកចង់ទទួលបានការកម្សាន្តរាល់ការចង់បានទាំងអស់គឺត្រូវបានផ្សារភ្ជាប់ទៅនឹងបំណងប្រាថ្នាចង់ឲ្យមានការផ្លាស់ប្ដូរទៅលើសភាពពីខាងក្នុងខ្លួនរបស់អ្នកចំណង់គឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបើតាមទ្រឹស្ដីបំណែកនៃព័ត៌មានណាមួយអាចនឹងជំរុញដល់ចំណង់ប៉ុន្តែនៅក្នុងភាពជាក់ស្ដែងវិញមនុស្សមិនត្រូវបានជំរុញដោយសញ្ញាជំរុញតែមួយនោះទេសម្រាប់អ្នកលេងល្បែងសំឡេងនៃម៉ាស៊ីនហ្គេមអាចជាគន្លឹះដ៏ខ្លាំងក្លាមួយដែលបញ្ឆេះឲ្យមានរលកនៃចំណង់ដ៏ខ្លាំងក្លាសម្រាប់ពួកគេតែសម្រាប់នរណាម្នាក់ដែលកម្រលេងល្បែងវិញសូរសំឡេងវឹងនិងសំឡេងកណ្ដឹងរបស់កាស៊ីណូគឺគ្រាន់តែជាសំឡេងរំខានបន្តតាមតែប៉ុណ្ណោះសញ្ញាជំរុញគឺគ្មានន័យអ្វីទាំងអស់លុះត្រាតែអារម្មណ៍របស់អ្នកសង្កេតនោះគឺជាអ្វីដែលបំផ្លាញសញ្ញាជំរុញមួយទៅជាចំណង់វិញជំហានទី3គឺការឆ្លើយតបគឺជាទម្លាប់ដ៏ជាក់លាក់មួយដែលអ្នកអនុវត្តដែលអាចដើរតួក្នុងទម្រង់ជាការគិតមួយឬក៏សកម្មភាពមួយបានមិនថាការឆ្លើយតបកើតឡើងដោយផ្អែកទៅលើថាតើអ្នកទទួលបានការជំរុញចិត្តកម្រិតណានិងថាតើឧបសគ្គត្រូវបានផ្សារភ្ជាប់ទៅនឹងឥរិយាបថកម្រិតណានោះទេប្រសិនបើសកម្មភាពដ៏ជាក់លាក់ណាមួយទាមទារការខិតខំប្រឹងប្រែងផ្នែករាងកាយឬផ្លូវចិត្តច្រើនជាងការដែលអ្នកចង់ចំណាយនោះអ្នកនឹងមិនធ្វើវាឡើយការឆ្លើយតបរបស់អ្នកក៏អា
ស្រ័យទៅលើសមត្ថភាពរបស់អ្នកផងដែរវាស្ដាប់ទៅសាមញ្ញពិតមែនក៏ប៉ុន្តែទម្លាប់អាចកើតឡើងទៅបានលុះត្រាតែអ្នកមានសមត្ថភាពធ្វើវាដែរអ្នកចង់ហក់គប់បាល់ចូលកន្ត្រកប៉ុន្តែបើអ្នកមិនអាចហក់បានខ្ពស់ល្មមដល់បាល់ទេនោះអ្នកក៏គ្មានសំណាងទៅតាមនោះដូចគ្នានៅទីបំផុតការឆ្លើយតបនឹងផ្ដល់រង្វាន់ដល់អ្នករង្វាន់គឺជាគោលដៅចុងក្រោយនៃទម្លាប់ទាំងអស់សញ្ញាជំរុញសំដៅទៅលើការកត់សម្គាល់ទៅលើរង្វាន់ការឆ្លើយតបគឺសំដៅទៅលើការទទួលបានរង្វាន់យើងដេញតាមរង្វាន់ដោយសារតែពួកវាបម្រើដល់គោលបំណងរបស់យើងចំនួន2ទី1ពួកវាបំផ្លាញចិត្តយើងនិងទី2ពួកវាបង្រៀនដល់យើងគោលបំណងដំបូងនៃរង្វាន់គឺដើម្បីបំពេញចំណង់របស់អ្នកមែនហើយរង្វាន់ផ្ដល់អត្ថប្រយោជន៍ដល់អ្នកដោយខ្លួនវាអាហារនិងទឹកផ្ដល់ធម៌ពលដែលអ្នកត្រូវការដើម្បីរស់ការទទួលបានការឡើងតំណែងនិងនាំប្រាក់និងការគោរពបង្ឲ្យអ្នកកាន់តែច្រើនការទទួលបានរូបរាងសមសួននឹងជួយឲ្យប្រសើរឡើងដល់ផ្នែកសុខភាពនិងអនាគតនៃការណាត់ជួបរបស់អ្នកប៉ុន្តែអត្ថប្រយោជន៍ភ្លាមៗនោះគឺថារង្វាន់នឹងបំពេញចំណង់ចង់ញ៉ាំឬទទួលបានឋានៈបុណ្យស័ក្តិឬយកឈ្នះការព្រមព្រៀងណាមួយបានយ៉ាងហោចណាស់ភ្លាមមួយរំពេចនោះក៏រង្វាន់បានផ្ដល់នូវភាពស្កប់ស្កល់និងភាពធូរស្រាលពីការចង់បានដែរទី2រង្វាន់បង្រៀនយើងថាសកម្មភាពណាខ្លះដែលមានតម្លៃគួរឲ្យចាំទុកសម្រាប់នាពេលអនាគតគូក្បាលរបស់អ្នកគឺជាឧបករណ៍តាមដានរង្វាន់នៅពេលដែលអ្នកបន្តរស់នៅជាមួយនឹងលំនាំដដែលប្រចាំថ្ងៃរបស់អ្នកនិងផ្សារភ្ជាប់វាជាមួយសកម្មភាពប្រចាំថ្ងៃរបស់អ្នកនោះប្រព័ន្ធសរសៃប្រសាទរបស់អ្នកក៏កំពុងតែតាមដានវាជាបន្តផងដែរថាតើសកម្មភាពណាខ្លះដែលបំពេញដល់បំណងប្រាថ្នារបស់អ្នកនិងផ្ដល់នូវភាពរីករាយដល់អ្នកអារម្មណ៍រីករាយនិងខកចិត្តគឺជាផ្នែកមួយនៃយន្តការនៃមតិឆ្លើយតបដែលជួយឲ្យគូក្បាលរបស់អ្នកអាចបែងចែកសកម្មភាពដែលមានប្រយោជន៍ពីសកម្មភាពដែលគ្មានប្រយោជន៍បានពេលនោះរង្វាន់នឹងបិទវគ្គនៃមតិឆ្លើយតបនិងបញ្ចប់វដ្តនៃទម្លាប់ប្រសិនបើអិរិយាបថមិនមានលក្ខណៈគ្រប់គ្រាន់នៅក្នុងដំណាក់កាលណាមួយនៃដំណាក់កាលទាំង4នេះទេដូច្នេះវានឹងមិនអាចคล้ายទៅជាទម្លាប់ណាមួយបានឡើយប្រសិនបើអ្នកលុបសញ្ញាជំរុញចោលទម្លាប់របស់អ្នកនឹងគ្មានថ្ងៃបានចាប់ផ្ដើមឡើយប្រសិនបើអ្នកកាត់បន្ថយចំណង់នោះអ្នកនឹងមិនទទួលបានកម្លាំងជំរុញគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពបានឡើយហើយប្រសិនបើរង្វាន់មិនបំពេញបំណងដល់អ្នកនោះទេនោះអ្នកនឹងគ្មានហេតុផលដើម្បីធ្វើវាម្ដងទៀតនាពេលអនាគតដូចគ្នាសរុបមកសញ្ញាជំរុញនឹងជំរុញឲ្យមានការចង់បានដែលជំរុញឲ្យមានការឆ្លើយតបនិងផ្ដល់រង្វាន់និងបំពេញនៅចំណង់ហើយនៅទីបំផុតវានឹងត្រឡប់ទៅផ្សារភ្ជាប់ទៅកាន់សញ្ញាជំរុញវិញតាមរយៈការរួមបញ្ចូលគ្នានៅជំហានទាំង4នេះវានឹងបង្កើតបានជាវដ្តនៃមតិឆ្លើយតបនៅសរសៃប្រសាទដែលរួមមានសញ្ញាជំរុញចំណង់ការឆ្លើយតបនិងរង្វាន់ដែលនឹងអនុញ្ញាតឲ្យអ្នកបង្កើតទម្លាប់ដោយស្វ័យប្រវត្តិបានទៅទីបំផុតវដ្តនេះត្រូវបានគេស្គាល់ថាជាវដ្តនៃទម្លាប់ដំណើរការ4ជំហាននេះមិនមែនជាអ្វីដែលកើតឡើងម្ដងម្កាលនោះទេប៉ុន្តែផ្ទុយទៅវិញវាគឺជាវដ្តនៃមតិឆ្លើយតបដែលគ្មានទីបញ្ចប់ណាមួយដែលកំពុងដំណើរការនិងមានសកម្មភាពក្នុងកំឡុងគ្រប់គ្រាទាំងអស់ខណៈដែលអ្នកនៅមានជីវិតនិងសូម្បីតែក្នុងពេលឥឡូវនេះខួរក្បាលរបស់អ្នកកំពុងបន្តស្កេនទៅលើបរិយាកាសដោយព្យាករណ៍ពីអ្វីដែលនឹងកើតឡើងបន្ទាប់សាកល្បងទៅលើការឆ្លើយតបផ្សេងៗនិងរៀនសូត្រពីលទ្ធផលដំណើរទាំងមូលត្រូវបានបញ្ចប់ក្នុងរយៈពេលដ៏ខ្លីជាទីបំផុតឲ្យយើងត្រូវប្រើប្រាស់វាម្ដងហើយម្ដងទៀតដោយមិនបានដឹងអំពីរបៀបអ្វីគ្រប់យ៉ាងដែលត្រូវបានបញ្ចូលទៅក្នុងគ្រាពីមុនមកឡើយរកអិរិយាបថទាំងអស់គឺត្រូវបានជំរុញដល់បំណងប្រាថ្នាដើម្បីដោះស្រាយបញ្ហាមានពេលខ្លះបញ្ហាគឺស្ថិតនៅត្រង់ថាអ្នកចាប់អារម្មណ៍ទៅលើរឿងល្អណាមួយហើយអ្នកក៏ទទួលបានវាតែមានពេលខ្លះទៀតបញ្ហាទាំងនេះគឺស្ថិតនៅត្រង់ថាអ្នកកំពុងជួបប្រទះនៅការជិះចាប់ហើយចង់បំបត្តិវាទៅវិញតែមិនថាបញ្ហាស្ថិតនៅត្រង់ណានោះទេគោលបំណងនៃទម្លាប់ទាំងអស់គឺដើម្បីដោះស្រាយបញ្ហាដែលអ្នកប្រឈមមុខជាមួយនឹងវាសាកស្រមៃថាអ្នកកំពុងដើរចូលទៅក្នុងបន្ទប់ងងឹតមួយរួចកំពុងបើកកង់តាក់ភ្លើងអ្នកបានអនុវត្តទម្លាប់សាមញ្ញនេះជាច្រើនដងរួចមកហើយតែវាបានកើតឡើងដដែលដោយមិនបានគិតអ្នកបន្តឆ្លងកាត់ដំណាក់កាលទាំង4នេះក្នុងរយៈពេលត្រឹម1វិនាទីតែប៉ុណ្ណោះការជំរុញធ្វើឲ្យសកម្មភាពស្រាប់នឹងកើតឡើងនៅក្នុងខួរក្បាលរបស់អ្នកដោយអ្នកមិនបានគិតអ្វីទាំងអស់នៅពេលដែលយើងខ្លាចជាមនុស្សធំពេញវ័យយើងកម្រចាប់អារម្មណ៍ពីទម្លាប់ដែលកំពុងតែដំណើរការមកលើជីវិតរបស់យើងណានៅក្នុងចំណោមយើងភាគច្រើនយើងមិនដែលគិតជាលើកទី2ឡើយថាការពិតទៅតើយើងចង់ខ្សែស្បែកជើងដំបូងគេជារៀងរាល់ព្រឹកឬក៏ដកម៉ាស៊ីនអាំងនំប៉័ងចេញបន្ទាប់ពីបានប្រើប្រាស់រួច
ឬតែងតែផ្លាស់ប្ដូរសម្លៀកបំពាក់ដែលមានផាសុកភាពជាងមុនបន្ទាប់ពីមកដល់ផ្ទះវិញបន្ទាប់ពីត្រឡប់មកពីធ្វើការនៅឡើយបន្ទាប់ពីរយៈពេលរាប់រយទសវត្សរ៍នៃការសរសេរប្រូក្រាមខួរក្បាលមកយើងក៏បានធ្លាក់ចូលទៅក្នុងលំនាំនៃការគិតនិងសកម្មភាពទាំងនោះដោយស្វ័យប្រវត្តិគន្លឹះដើម្បីបង្កើតទម្លាប់ល្អនិងកម្ចាត់ទម្លាប់អាក្រក់នោះគឺត្រូវយល់ដឹងពីគោលការណ៍មូលដ្ឋានទាំងអស់នេះនិងអំពីរបៀបដែលកាត់កងវាទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នកនោះឯងគ្រប់គោលដៅទាំងអស់ច្បាស់ជាត្រូវបរាជ័យប្រសិនបើផ្ទុយទៅនឹងសភាវៈធម្មជាតិរបស់មនុស្សទម្លាប់របស់អ្នកគឺត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធនៅក្នុងជីវិតរបស់អ្នកទម្លាប់គឺជាឥរិយាបថមួយដែលត្រូវបានប្រព្រឹត្តម្ដងហើយម្ដងទៀតជាច្រើនដងរហូតក្លាយជាស្វ័យប្រវត្តិគោលបំណងចុងក្រោយនៃទម្លាប់គឺដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតដោយប្រើប្រាស់ថាមពលនិងការខិតខំប្រឹងប្រែងតិចតួចបំផុតតាមដែលអាចធ្វើទៅបានទម្លាប់ណាមួយដែលអាចត្រូវបានបំបែកទៅជាវដ្តនៃមតិឆ្លើយតបដែលពាក់ព័ន្ធទៅនឹងជំហានទាំង4នោះគឺសញ្ញាជំរុញចំណងការឆ្លើយតបនិងរង្វាន់គោលការណ៍ទាំង4នៃការផ្លាស់ប្ដូរឥរិយាបថគឺជាសំណុំនៃច្បាប់សាមញ្ញដែលយើងអាចប្រើប្រាស់ដើម្បីកសាងទម្លាប់ឲ្យប្រសើរជាងមុនបានពួកវាគឺធ្វើឲ្យមានភាពច្បាស់លាស់ធ្វើឲ្យមានភាពតាក់ទាញធ្វើឲ្យមានភាពងាយស្រួលនិងធ្វើឲ្យវាក្លាយជាទីគាប់ចិត្ត